ឡូសួស្តីអ្នកទាំងអស់គ្នាជួបជាមួយនឹងខ្ញុំបាទលីហួនទៀតហើយថ្ងៃនេះផងដែរយើងមកបន្តសាច់រឿងរបស់យើងនៅភាគទី9បន្តទៀតហើយវីដេអូមួយនេះផងដែរវាគឺជាវគ្គស៊ីអារម្មណ៍ហើយដូច្នេះហើយសូមអ្នកទាំងអស់គ្នាជួយ comment ឲ្យបានច្រើនផងណាដើម្បីឲ្យអ្នកផ្សេងហ្នឹងអាចបានមើលនៅវីដេអូមួយនេះបានផងដែរហើយតកុំឲ្យខាតពេលវេលាយូរយើងទៅចូលនៅសាច់រឿងរបស់យើងហ្នឹងតែម្ដងទៅចូលមកដល់សាច់រឿងរបស់យើងវិញក្រោយពីតួងឯករបស់យើងនឹងគេបានសម្លឹងទៅមើលនៅរូបរាងកាយដ៏ស្រទន់របស់កញ្ញាលូវូចេញហើយតួងឯករបស់យើងនឹងគេក៏ពិតជាភ្ញាក់ផ្អើលខ្លះមែនទែនជាមួយនឹងរូបរាងកាយដ៏សែនស្រទន់មួយនេះដោយសារតែថ្ងៃមិញហ្នឹងគេឡាយតែធ្វើអញ្ចឹងហើយគេអត់បានមើលអីចឹងណាហើយអត់មាននិយាយលេងនោះទេហើយពេលនោះផងដែរតួងឯករបស់យើងនឹងគេក៏បានកើតថាខ្ញុំបានខ្លាចជាប្តីរបស់នាងបន្ទាប់ពីឆ្លងភពមកហើយមកមិនមាននៅ system មួយនោះទេខ្ញុំមិនដឹងថាខ្ញុំវេទនាប៉ុណ្ណានោះទេហើយតើនរណាទៅដឹងទៅថានាងនឹងនៅជាមួយនឹងខ្ញុំនេះថ្ងៃអនាគតនោះហើយបើសិនជាខ្ញុំចង់ខ្លាំងឬក៏ជាប់នៅចន្លោះថ្នាក់ដែលខ្ពស់ជាងគេនោះខ្ញុំត្រូវតែប្រើប្រាស់នៅធម៌ពលរបស់ខ្ញុំហើយគេក៏បាននឹកឃើញអ្វីមួយដោយគេបានគិតថា system នឹងបានឲ្យខ្ញុំមាននៅរូបរាងកាយដ៏មានមន្តស្នេហ៍ហើយដោយសារតែនៅទីនេះគ្មាននរណាម្នាក់មករំខានអញ្ចឹងដូច្នេះខ្ញុំនឹងព្យាយាមរកនៅឱកាសមួយដើម្បីធ្វើឲ្យនាងនឹងមានការភ្ញាក់ផ្អើលហើយគេក៏បានដើរទៅកន្លែងកញ្ញាលូវូឆេងហើយគេក៏បានគិតបន្ថែមទៀតថាតោះយើងចាំមើលថាតើវានឹងអាចដូចកាលពីថ្ងៃមិញបានដែរឬទេនិយាយរួមទៅពេលហ្នឹងចង់អើយអណ្ដែណែចុចអញ្ចឹងណាហើយបន្តមកគេក៏បាននិយាយទាំងស្រដីតូនដាក់ទៅកាន់កញ្ញាលូវូឆេងដែលគេបាននិយាយថាប្រពន្ធណាហើយកញ្ញាលូវូឆេងនាងក៏បានឆ្លើយថាចាស់ហើយបន្តមកគេក៏បានប្រើនៅស្នៀតរីមុនស្នេហ៍របស់គេហើយគេក៏បាននិយាយទៅកាន់កញ្ញាលូវូឆេងថាយមនីតិខិតរដូវមួយនេះវាពិតជាត្រជាក់ខ្លាំងមែនទែនហើយខណៈពេលនេះផងដែរវាគឺជាពេលវេលាដ៏មានតម្លៃហើយពួកយើងត្រូវតែធ្វើអ្វីដែលយើងគួរតែធ្វើហើយគ្រាន់តែឬបែរនឹងពេលនោះផងដែរលូវូឆេងនាងក៏បានងាកទៅកាន់តួងឯករបស់យើងផងដែរហើយបន្តមកនាងមិនតាក់នៅកាន់អន្លង់ស្នេហ៍របស់តួងឯករបស់យើងនោះទេហើយពេលនោះនាងក៏បានងាកក្បាលចេញហើយនាងក៏បាននិយាយមកកាន់តួងឯករបស់យើងថាខ្ញុំដឹងអំពីជំនាញពិសេសរបស់អ្នកក៏ប៉ុន្តែជំនាញមួយនេះផងដែរបានដាក់ទៅលើតែស្រីក្មេងតូចតែប៉ុណ្ណោះជាមួយនឹងខ្ញុំវាមិនប្រតិកម្មនោះទេហើយគ្រាន់តែលឺបាននឹងពេលនោះផងដែរតួងឯករបស់យើងនឹងពិតជាកាំងខ្លាំងមែនទែនហើយគេក៏បានគិតថាដោយការរំពឹងទុករបស់ខ្ញុំខ្លាំងមែនទែនបេះដូងរបស់នាងបានឈានទៅដល់កម្រិតមួយដែលអស្ចារ្យខ្លាំងមែនទែនដែលមិនអាចចូលទៅក្នុងអន្លង់ស្នេហ៍របស់ខ្ញុំបានហើយបន្តមកពេលនោះផងដែរពន្លឺវាស្ទើរតែចាំងជះឬក៏បំផ្លាញទៅកាន់ភ្នែករបស់ admin ហើយព្រោះតែ admin នឹងពិបាកបរិយាយខ្លាំងណាស់ admin មិនដែលបានមើលដោយផ្ទាល់ដូចជាតួងឯករបស់យើងនោះទេអញ្ចឹងហើយបាន admin បាននិយាយថាអាប៉ែតមួយនឹងវាគឺជាបរិសុទ្ធជោគជ័យហើយគ្រាន់តែឃើញនៅភ្នំរបស់នាងពិតជាធំបែបហ្នឹងក៏បានធ្វើឲ្យតួងឯករបស់យើងនឹងពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែននិយាយរួមទៅប៉ែតនឹងធ្វើគេថ្ងៃមិញហើយបែរជាមិនដឹងអីអញ្ចឹងហើយបន្តមកពេលនោះផងដែរកញ្ញាលូវូឆេងនាងក៏បានបញ្ចេញនៅកាយវិការដែលគួរឲ្យទាក់ទាញហើយក៏បានធ្វើឲ្យតួងឯករបស់យើងក៏បានចាប់អារម្មណ៍ទៅកាន់នាងវិញបន្តមកលូវូឆេងនាងក៏បានដើរចាកចេញពីទីហ្នឹងហើយបន្តមកពេលនោះផងដែរនាងក៏បានចាប់កាន់ទៅកាន់ភ្នំរបស់នាងហើយនាងក៏បាននិយាយឌឺដល់មកកាន់តួងឯករបស់យើងថាអ្នកចង់ធ្វើនៅរឿងនោះក៏ប៉ុន្តែអ្នកបែរជាមិនហ៊ានអញ្ចឹងហើយគ្រាន់តែលឺបែបហ្នឹងពេលនោះផងដែរតួងឯករបស់យើងហ្នឹងគេក៏បានសើមកវិញហើយថាតើអ្នកណាទៅថាខ្ញុំនឹងមិនហ៊ាននោះហើយបន្តមកនាងក៏បានទៅអង្គុយទៅលើគ្រែហើយពេលនោះយើងក៏បានឃើញហើយថារាងកាយរបស់នាងពិតជាស្រស់ស្អាតខ្លាំងមែនទែនហើយបើបាន admin ឆ្លងភពទៅធ្វើជាតួអង្គឯកវិញ admin ក៏ធ្វើអញ្ចឹងដែរ admin និយាយលេងទេសូមទោសផងណាសូមអ្នកទាំងអស់គ្នាកុំគិតអីវិញឆ្ងាយអីហើយតចូលមកសាច់រឿងវិញពេលនោះផងដែរលូវូឈីងនាងក៏បានដាក់នៅធម្មពលរបស់នាងចេញពីម្រាមដៃផងដែរហើយនាងក៏បាននិយាយមកកាន់តួអង្គឯករបស់យើងថាតើអ្នកណាទៀតនៅទីនេះក៏ប៉ុន្តែអ្នកបែរជាមិនហ៊ានទៅវិញហើយបន្តមកពេលនោះផងដែរតួអង្គឯករបស់យើងនឹងគេក៏បាននិយាយមកវិញហើយថាដើម្បីសម្រេចនៅសេចក្តីថ្លៃថ្នូររបស់ខ្ញុំនឹងបញ្ជាក់វាដោយខ្លួនឯងហើយបន្តមកតួអង្គឯករបស់យើងនឹងគេក៏បានស្ទុះមកយ៉ាងលឿនដើម្បីធ្វើឲ្យអាណៃណែចោះចឹងណាហើយអារត់ទៅដល់រា
ភ្លាមនឹងបានធ្វើហើយនឹងតួថ្ងៃរបស់យើងបែរជាជន់ទៅកាន់អន្ទះរបស់កញ្ញាលូវូឆេងហើយគេក៏បាននិយាយមកកាន់លូវូឆេងថាតើអ្នកក៏បានធ្វើអ្វីមកលើខ្ញុំហ្នឹងហើយពេលនោះផងដែរលូវូឆេងអ្នកក៏បាននិយាយថាมันមានអ្វីនោះទេខ្ញុំគ្រាន់តែរារាំងអ្នកជាមួយនឹងធម៌ពលរបស់ខ្ញុំនឹងបន្តិចបន្តួចតែប៉ុណ្ណោះហើយអ្នកគ្រាន់តែឈរនៅទីនេះអស់រយៈពេលមួយយប់តែប៉ុណ្ណោះហើយគ្រាន់តែលើបាននឹងតួថ្ងៃរបស់យើងនឹងគេពិតជាមានការស្រែកជាខ្លាំងហើយតួថ្ងៃរបស់យើងនឹងគេក៏បានស្រែកទៅកាន់កញ្ញាលូវូឆេងថាចាប់ដល់លេងខ្ញុំទៅហើយអនុញ្ញាតឲ្យខ្ញុំធ្វើរឿងអ្វីដែលយើងគួរតែធ្វើទៅហើយនៅពេលកណ្ដាលយប់នឹងពេលនៅផងដែរតួថ្ងៃរបស់យើងនឹងគេក៏បានគិតថាវាហាក់ដូចជានាងនឹងមិនមានគម្រោងឲ្យខ្ញុំធ្វើនៅរឿងនោះនៅថ្ងៃនេះនោះទេតើវាមកពីមូលហេតុដែលខ្ញុំនឹងមាននៅកម្រិតវឹកហាត់ទាបតើមែនទេហើយមិនអីនោះទេខ្ញុំនឹងបង្ហាញឲ្យពិភពលោកដ៏សែនធំមួយនេះបានដឹងថាខ្ញុំមានកម្លាំងកម្លាំងជាងព្រះហើយខ្ញុំនឹងធ្វើឲ្យអ្នកដទៃបានឃើញថាប្តីរបស់អ្នកពិតជាខ្លាំងអស្ចារ្យហើយស្របគ្នានឹងពេលនឹងផងដែរនឹង System នេះក៏បានលោតមកថាការកែលម្អនៅការដាំដុះរបស់អ្នកបានកើនឡើងទៅដល់3ដងហើយយើងក៏បានឃើញហើយថាតួថ្ងៃរបស់យើងនឹងគេក៏ស្រូបយកនៅធម្មពលច្រើនខ្លាំងមែនទែនហើយបន្តមកពេលព្រឹកក៏បានឈានមកដល់យើងក៏បានឃើញថាតួថ្ងៃរបស់យើងគេក៏អាចកម្រើកបានហើយគេក៏បាននិយាយថាកញ្ញាលូវូចេញនឹងពិតជាខុសខើខ្លាំងមែនទែននាងឲ្យខ្ញុំចូលពេញមួយយប់មើលទៅកាន់ដៃរបស់គេបន្តិចពេលនោះផងដែរតួថ្ងៃរបស់យើងនឹងគេក៏បាននិយាយថាខ្ញុំបានដាំដុះពេញមួយយប់ហើយខ្ញុំបានកើនឡើងត្រឹមតែមួយផ្កាយតែប៉ុណ្ណោះដែលពេលនេះផងដែរខ្ញុំស្ថិតនៅក្នុងអាណាចក្រអ្នកចម្បាំងខ្មៅហើយផ្កាយ7ហើយខ្ញុំបានចំណាយពេលវារហូតដល់មួយយប់ហើយការដាំដុះរបស់ខ្ញុំនឹងវាពិតជាយឺតខ្លាំងមែនទែនហើយបន្តមក System វាក៏បានឲ្យតួថ្ងៃរបស់យើងនឹងទៅកន្លែងណាដែលមាននៅធម្មពលខាងវិញ្ញាណក្រាស់ហើយពេលនោះផងដែរតួថ្ងៃរបស់យើងគេក៏បានគិតបន្តិចនឹងបាននិយាយថាធម្មពលក្រាស់មែនទេអូតាមការគិតហើយនឹងការចងចាំរបស់ខ្ញុំនឹងខ្ញុំដឹងកន្លែងមួយហើយបន្តមកពេលនោះផងដែរតួថ្ងៃរបស់យើងនឹងគេក៏បាននិយាយឲ្យអ្នកទាំងអស់គ្នាបានដឹងហើយថានៅក្នុងនិកាយបិសាចឋានសួគ៌មួយនេះក៏មាននៅកន្លែងមួយដែលវាពោពេញទៅដោយធម្មពលស្ពិតជាក្រាស់ខ្លាំងមែនទែនដែលវាគឺជាកន្លែងដែលពិតជាស័ក្តិសមសម្រាប់សិស្សនៅក្នុងការហ្វឹកហាត់និងដាំដុះដែលនៅទីនោះផងដែរគេបានរៀបចំនៅអារេវេទមន្តជាច្រើនដើម្បីបង្កើតនៅធម្មពលខាងវិញ្ញាណនៅទីនោះផងដែរហើយចំពោះការដាំដុះរបស់សិស្សដែលនៅទីនោះនឹងពិតជាមាននៅល្បឿនលឿនខ្លាំងមែនទែនទ្វេដងឯណោះហើយបន្តមកយើងក៏បានឃើញហើយថាតួថ្ងៃរបស់យើងគេក៏ទៅដាំដុះនៅកន្លែងនឹងផងដែរហើយគ្រាន់តែឃើញថាគេនៅទីនោះភ្លាមពេលនោះផងដែរសិស្សដែលនៅទីនោះពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនអ្នកខ្លះក៏បាននិយាយថានោះតើនោះវាមិនមែនគឺជាប្តីរបស់អធិរាជទេមែនទេហើយអ្នកខ្លះទៀតគេក៏បានឆ្លើយទៅវិញហើយថាពិតមែនហើយគាត់គឺជាប្តីរបស់អធិរាជហើយបច្ចុប្បន្ននេះគាត់គឺជាមនុស្សដែលមានសមត្ថភាពនៅក្នុងនិកាយរបស់យើងហើយអ្នកខ្លះទៀតនឹងគេក៏បាននិយាយផងដែរថាអ្នកខ្លះហៅគាត់ថាគឺជាមនុស្សសម្រាមក៏ប៉ុន្តែមើលទៅការស្រូបយកនៅធម្មពលខាងវិញ្ញាណរបស់គាត់ទៅពិតជាមានល្បឿនលឿនប៉ុណ្ណាទៅហើយពេលនោះផងដែរតួថ្ងៃរបស់យើងនឹងគេក៏បានគិតថាខ្ញុំមិនដែលគិតសោះថានៅទីនេះវាពិតជាមាននៅធម្មពលខាងវិញ្ញាណវាពិតជាបរិសុទ្ធខ្លាំងពិតមែនហើយយើងមើលទៅកាន់តួថ្ងៃរបស់យើងទៅគេពិតជាហត់ខ្លាំងមែនទែនហើយបន្ទាប់ពីស្រូបហើយនឹងពេលនោះគេក៏បាននិយាយផងដែរថាវាពិតជាយឺតខ្លាំងមែនទែនហើយគ្រាន់តែឮបើនឹងពេលនោះក៏បានធ្វើឲ្យអ្នកគ្រប់គ្នានឹងពិតជាមាននឹងការភ្ញាក់ផ្អើលជាមួយនឹងពាក្យសម្ដីរបស់តួថ្ងៃរបស់យើងនឹងខ្លាំងមែនទែនហើយពេលនោះផងដែរបុរសម្នាក់គាត់ក៏បាននិយាយផងដែរថានៅតែមិនលឿនទៀតទេហើយអ្នកខ្លះទៀតនឹងក៏បាននិយាយថាធម្មពលខាងវិញ្ញាណនឹងកំពុងតែហូរចូលទៅកាន់រាងកាយរបស់គាត់បន្តិចម្ដងហើយគាត់នៅតែថាគាត់នៅតែយឺតហើយបន្តមកពេលនោះផងដែរតួថ្ងៃរបស់យើងគេក៏បានវាយទៅកាន់ដៃរបស់គេបន្តិចនឹងបាននិយាយថាមើលទៅខ្ញុំគួរតែប្រើនៅបច្ចេកទេសមួយនោះតែប៉ុណ្ណោះបានខ្ញុំអាចស្រូបយកនៅធម្មពលនេះលឿនហើយបន្តមកគេក៏បានប្រើប្រាស់នៅបច្ចេកទេសនៃការស្រូបយកនៅធម្មពលខាងវិញ្ញាណហើយយើងមើលទៅកាន់ការស្រូបយករបស់គេទៅពិតជាច្រើនខ្លាំងមែនទែនហើយគ្រាន់តែការស្រូបរបស់គេនឹងបានធ្វើឲ្យមានការរញ្ជួយដីផងដែរហើយគ្រាន់តែឃើញបែរហ្នឹងសើគ្រប់គ្នាពិតជាមានការផ្អាកផ្អើលខ្លាំងមែនទែនអ្នកខ្លះក៏បាននិយាយថារញ្ជួយដីមែនទេហើយអ្នកខ្លះទៀតហ្នឹងក៏បានរត់ទៅយ៉ាងលឿននឹងបាននិយាយផងដែរថាម៉ែអើយជួយខ្ញុំផងហើយ
ហើយបន្តមកយើងក៏បានឃើញហើយថាធម្មពលខាងវិញ្ញាណនឹងវាពិតជាច្រើនខ្លាំងមែនទែនកំពុងតែស្រូបយកដោយតួថ្ងៃរបស់យើងនឹងហើយចំពោះការស្រូបយកនៅធម្មពលខាងវិញ្ញាណរបស់គេនឹងវាពិតជាដូចទៅកាន់ការស្រូបយកនៅភ្ជាប់ព្យុះប្រម៉ោយដំរីផងដែរវាពិតជាអស្ចារ្យហើយបន្តមកពេលនោះផងដែរ System នេះក៏បានលោតមកថាសូមអបអរលោកម្ចាស់ដែលធ្វើឲ្យសិស្សដែលនៅទីនេះមាននឹងការភ្ញាក់ផ្អើលហើយអ្នកនឹងទទួលបាននូវរង្វាន់មួយជាទីគាប់ចិត្តហើយចំពោះរង្វាន់មួយនេះផងដែរវាគឺជាជំនាញនៃការផ្លាស់ទីវាគឺជាជំហាននាទឹកហើយចំពោះជំនាញមួយនេះផងដែរវាស្ថិតនៅក្នុងចំណាត់ថ្នាក់ខ្មៅហើយអត់មានអសូវដឹងអំពីចំណាត់ថ្នាក់នៃសិល្បៈនៃក្បាច់កូននោះទេឲ្យអត់មានសុំទោសផងណាហើយបើយើងមើលមកកាន់តួអង្គរបស់យើងទៅគេមិនខ្វល់នោះទេសំខាន់គេគឺគេកំពុងតែស្រូបយកធម្មពលខាងវិញ្ញាណឲ្យបានច្រើនហើយបន្តមកពេលនៅផងដែរ System នេះក៏បានលោតមកថាបច្ចុប្បន្ននេះអ្នកកំពុងតែហ្វឹកហាត់ជាមួយនឹងជំនាញនាគទឹកហើយជំរឡូវនេះផងដែរវាកំពុងតែជោគជ័យហើយបន្តមកបន្តពីហ្វឹកហាត់នៅជំនាញមួយនេះហើយតួអង្គរបស់យើងនឹងគេក៏បានគិតថាទីបំផុតវាបានរួចរាល់ហើយឈ្មោះមួយនេះវាពិតជាល្អខ្លាំងមែនទែនជំនាញនាគទឹកហើយជាមួយនឹងជំនាញមួយនេះខ្ញុំពិតជាមិនមាននៅបញ្ហាអ្វីនោះទេនៅពេលដែលខ្ញុំទៅណាមកណានោះហើយគ្រាន់តែឃើញបាននឹងសិស្សគ្រប់គ្នាពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនជាមួយនឹងការស្រូបយកនៅធម្មពលរបស់គេហើយបន្តមកតួអង្គរបស់យើងនឹងគេក៏បានដើរចាកចេញនិងបានគិតផងដែរថាបច្ចុប្បន្ននេះធម្មពលនៅខាងក្នុងខ្លួនរបស់ខ្ញុំវាពិតជាក្រាស់ខ្លាំងមែនទែនក៏ប៉ុន្តែជាមួយនឹងកម្លាំងរបស់ខ្ញុំវាគ្មានអ្វីទៅប្រសើរអ្វីតតែសោះហើយបន្តមកពេលនោះផងដែរគេក៏បានដើរទៅកន្លែងមនុស្សស្រីម្នាក់ហើយគេក៏បានសួរទៅកាន់ក្មេងស្រីម្នាក់នឹងថាសួស្ដីស្រីស្អាតតើបច្ចេកទេសហ្វឹកហាត់របស់និកាយរបស់ពួកយើងនឹងគេត្រូវបានយកទៅទុកនៅឯណាទៅហើយគ្រាន់តែឃើញបរិសសង្ហាហើយនឹងបរិសដែលមានទេពកោសល្យបំផុតនៅក្នុងនិកាយបានមកនិយាយជាមួយនឹងនាងបែបហ្នឹងក៏បានធ្វើឲ្យនាងនឹងពិតជាមានការអៀនជាខ្លាំងហើយពេលនោះផងដែរនាងក៏បាននិយាយមកកាន់តួអង្គរបស់យើងថាសប្តាហ៍ថ្ងៃនេះបច្ចេកទេសហើយនឹងកម្ពីផ្សេងនឹងត្រូវបានអាយកោយកទៅទុកនៅឃ្លាំងព្រះកម្ពីទៅហើយក៏ប៉ុន្តែថ្ងៃនេះផងដែរវាក៏ជាថ្ងៃនៃការបើកសម្ពោធផងដែរហើយជាពិសេសនិកាយរបស់យើងក៏បានទុកនៅកម្ពីអក្ខរាវិរុទ្ធផ្សេងជាមួយនឹងជំនាញដែលមាននៅចំណាត់ថ្នាក់ខ្ពស់ផងដែរហើយគ្រាន់តែលើបាននឹងពេលនោះផងដែរតួអង្គរបស់យើងនឹងគេក៏បាននិយាយថាបាទអរគុណច្រើនហើយបន្តមកពេលនោះផងដែរតួអង្គរបស់យើងនឹងគេក៏បាននិយាយមកកាន់កញ្ញាម្នាក់នឹងថាតើអំបញ្ញមិញនឹងអ្នកបាននិយាយថាខ្ញុំនឹងគឺជាអ្វីទៅគឺជាអាយកោមែនទេហើយពេលនោះផងដែរតួអង្គរបស់យើងនឹងគេក៏បានគិតថាឥឡូវនេះខ្ញុំទៅតែមានអាយុត្រឹមតែ20ឆ្នាំតែប៉ុណ្ណោះហើយតើខ្ញុំអាចក្លាយទៅជាអាយកោឬក៏បុព្វបុរសរបស់អ្នកគ្រប់គ្នាដោយរបៀបណាទៅហើយបើយើងមើលទៅកាន់កញ្ញាម្នាក់ហ្នឹងទៅក៏បានធ្វើឯងឯណាធ្វើជារឹកស្រីស្អាតអីណាធ្វើឲ្យចេញមកនឹងមិនអាចប្រៀបផ្ទឹមជាមួយនឹងកញ្ញាដែលជាកញ្ញាលូវូឆេងអីផងហ្នឹងហើយបន្តមកនាងក៏បាននិយាយមកកាន់តួអង្គរបស់យើងថាយោងតាមច្បាប់នៃនិកាយអ្នកដែលបានរៀបការជាមួយនឹងអតិរិយនឹងត្រូវបានចាត់ទុកថាគឺជាអាយកោហើយគ្រាន់តែឮបាននឹងពេលនោះផងដែរតួអង្គរបស់យើងនឹងគេក៏បាននិយាយថាអាយកោនឹងវាដូចជាចាស់ពេកហើយអ្នកក៏អាចហៅខ្ញុំថាគឺជាបងប្រុសបានហើយគ្រាន់តែឮបាននឹងពេលនោះក៏បានធ្វើឲ្យកញ្ញាម្នាក់នឹងពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនហើយនាងពិតជាស្រមៃខ្ពស់ខ្លាំងមែនទែនហើយបើយើងមើលទៅកាន់រូបភាពទៅយើងក៏បានដឹងហើយថានាងនឹងពិតជាសប្បាយចិត្តខ្លាំងមែនទែនអារម្មណ៍របស់នាងហោះហើរទៅលើពពកបាត់ទៅហើយបើយើងមើលទៅកាន់ភ្នំរបស់នាងទៅពិតជាធំហើយអត់មានច្រឡំថានាងនឹងមិនអាចប្រៀបផ្ទឹមជាមួយនឹងកញ្ញាលូវូឆេងក៏ប៉ុន្តែវារៀងអែមដែរអញ្ចឹងណាហើយនាងពិតជាលងស្នេហ៍ទៅកាន់តួអង្គរបស់យើងខ្លាំងមែនទែននាងក៏បាននិយាយថាបុព្វបុរសបងប្រុសហើយគ្រាន់តែឮបាននឹងក៏បានធ្វើឲ្យបរិសដែលនៅទីហ្នឹងពិតជាមានការច្រណែនជាមួយនឹងតួអង្គរបស់យើងជាខ្លាំងអ្នកខ្លះក៏បានយំយេកបោកខ្លួនអីអញ្ចឹងណាហើយបន្តមកពេលនោះផងដែរតួអង្គរបស់យើងនឹងគេក៏បានដើរចាកចេញនិងបាននិយាយផងដែរថាមិនអីនោះទេខ្ញុំទៅហើយខ្ញុំនឹងមិនរំខានដល់ការវឹកហាត់របស់អ្នកទាំងអស់គ្នានោះទេហើយគ្រាន់តែលើបាននឹងអ្នកគ្រប់គ្នាអ្នកខ្លះក៏បាននិយាយថាធម្មពលនៅទីនេះត្រូវបានស្រោបដោយអ្នកហើយតើពួកយើងនឹងអាចវឹកហាត់ដោយរបៀបណាទៅអាប្រកាសហើយអេដមីនគ្រាន់តែនិយាយលេងនោះទេសូមអ្នកទាំងអស់គ្នាកុំប្រកាន់អីហើយបន្តមកពេលនោះផងដែរតួអង្គរបស់យើងនឹងគេក៏បានមកដល់នៅកន្លែងដាក់កម្ពីឬក៏កន្លែងទុកនៅសៀវភៅវឹកហាត់នឹងឯងហើយបន្តមកពេលនោះផងដែរយើងក៏បានឃើញថាតួអង្គ
ឯរបស់យើងនឹងគេក៏បានចូលទៅតម្រង់ជួរហើយគេក៏បានសួរទៅកាន់បរិសចំណាស់ដែលនៅខាងមុខគេនឹងឯងហើយគេក៏បានសួរទៅកាន់បរិសចំណាស់ម្នាក់នឹងថាតើអ្នកចង់អស់គ្នានឹងកំពុងតែចង់ចូលទៅកាន់ឃ្លាំងមួយនឹងមែនទេហើយជួរមួយនេះវាពិតជាវែងខ្លាំងមែនទេតើវានឹងអាចកើតឡើងដល់មួយខែមែនទេទើបអាចទៅដល់វេនយើងហើយបន្តមកពេលនោះផងដែរបរិសចំណាស់ម្នាក់នឹងគាត់ក៏បាននិយាយប្រាប់មកកាន់តួឯរបស់យើងថានៅក្នុងឃ្លាំងព្រះគម្ពីរមួយនេះមាននៅជំនាញហើយនឹងគម្ពីរក្បែរកូនជាច្រើនដែលវាសុទ្ធសឹងតែជារបស់ល្អហើយវាមិនភ្ញាក់ផ្អើលនោះទេដោយសារតែវាមានជួរវែងបែបហ្នឹងវាចំណាយពេលត្រឹមតែ3យប់3ថ្ងៃតែប៉ុណ្ណោះហើយគាត់និយាយទាំងមិនបានមើលមកកាន់តួឯរបស់យើងបន្តមកមួយសន្ទុះក្រោយមកពួកអ្នកទាំងអស់គ្នាក៏បានភ្ញាក់ផ្អើលខ្លាំងមែនទែនដោយសារតែបុរសដែលនៅក្រោយគេនឹងគឺជាឯកកោហើយបន្តមកពេលនោះផងដែរស្រីដែលនៅទីនោះពិតជាមកចោមរោមមកកាន់តួឯរបស់យើងជាខ្លាំងហើយអ្នកខ្លាំងក៏បាននិយាយថាអ្នកពិតជាស្រស់ស្អាតខ្លាំងមែនទែនហើយនឹងសង្ហាខ្លាំងណាស់ហើយកញ្ញាខ្លះទៀតនឹងក៏បាននិយាយថាខ្ញុំពិតជាចង់រៀបការជាមួយនឹងអ្នកខ្លាំងមែនទែនចង់ធ្វើជាប្រពន្ធទី2ឬទី3ក៏បានដែរហើយមូលហេតុបែបនេះហើយបានជាអេដមីននឹងហៅគេថាគឺជាជោគជ័យនឹងហើយដោយសារតែគេនឹងបានឆ្លងភពនឹងគេនឹងឯងផងដែរក៏ប៉ុន្តែវាសនារបស់គេរៀងខ្ពស់បន្តិចដែលគ្រាន់តែឆ្លងភពមកភ្លាមនឹងក៏បានចុចភ្លាមហើយគ្រាន់តែឆ្លងភពបាន2ថ្ងៃនឹងក៏ក្លាយទៅជាមនុស្សល្បីល្បាញមានស្រីច្រើនខ្លាំងមែនទែនហើយចុងនៃសាច់រឿងនឹងយើងក៏បានឃើញថាបរោះដែលនៅទីនឹងពិតជាមានការច្រណែនជាមួយនឹងតួឯរបស់យើងជាខ្លាំងអ្នកខ្លះក៏បានស្បល់សច្ចាថាខ្ញុំនឹងធ្វើតម្រាប់តាមគាត់អីចឹងណាហើយអ្នកខ្លះទៀតក៏បានខឹងទៅកាន់តួឯរបស់យើងផងដែរដោយសារតែគេមានមន្តស្នេហ៍ហើយគេក៏បានយកនៅម្ចាស់បេះដូងរបស់ពួកគេផងដែរហើយបន្តមកមិនដឹងថាសាច់រឿងរបស់យើងនឹងទៅជាយ៉ាងណាទៀតផងនោះវាក៏បានកាត់បញ្ចប់តែត្រឹមនឹងសិនសូមអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាបាយកុំភ្លេចសាបផងណា